សកម្មភាពរាល់ថ្ងៃទាំង5នេះគឺវាមិនល្អសោះតែម្ដងសម្រាប់ឆ្អឹងខ្នងរបស់យើងចំពោះមនុស្សគ្រប់វ័យគួរតែជៀសវាងជាពិសេសចាស់ត្រូវតែប្រុងប្រយ័ត្នមែនទែនហើយនឹងឲ្យគាត់មានបញ្ហាលៀនឌីសឬក៏ត្បៀតសរសៃចង្កេះឬក៏បាក់ឆ្អឹងចង្កេះដោយសារតែការពុកដោយមិនដឹងខ្លួនសកម្មភាពទី1គឺជាការបោះជួសផ្ទះរាល់ថ្ងៃហ្នឹងអញ្ចឹងយើងមើលទៅលើរូបនេះអញ្ចឹងរូបនេះគឺការជួសផ្ទះរបស់គាត់កោងខ្លាំងមែនទែនឆ្អឹងខ្នងគាត់ដោយសារតែគាត់ចង់ជូតនៅក្រោមខែក្រោមក្អីឬក៏ក្រោមតុអញ្ចឹងគាត់ត្រូវអោនទៅខាងមុខចលនាអោនទៅខាងមុខគឺមិនល្អទេចំពោះឆ្អឹងខ្នងរបស់គាត់អញ្ចឹងអ្វីដែលត្រូវធ្វើគឺធ្វើរបៀបនេះមានន័យថាពេលដែលជូតផ្ទះខ្នងគាត់ត្រូវតែថងរបៀបអញ្ចឹងគឺវាល្អសម្រាប់ឆ្អឹងខ្នងរបស់គាត់សកម្មភាពទី2គឺជាការក្អកអញ្ចឹងគ្រាន់តែក្អកឬក៏กระดาษហ្នឹងក៏ឲ្យមានបញ្ហាឆ្អឹងខ្នងដែរអញ្ចឹងយើងទៅមើលរូបនេះគ្រាន់តែគាត់ក្អកគាត់យកដៃទាំងពីរគាត់ហ្នឹងយកទៅខ្ទប់មាត់អញ្ចឹងខ្នងគាត់កោងមែនតើគឺមិនល្អសម្រាប់ឆ្អឹងចង្កេះយើងទេអញ្ចឹងអ្វីដែលត្រូវធ្វើពេលដែលក្អកយ៉ាងណាឲ្យឆ្អឹងខ្នងត្រង់កុំឲ្យកោងពេកសកម្មភាពទី3គឺជាការយកអាវយកទៅបោកក្នុងម៉ាស៊ីនបោកអាវអញ្ចឹងយើងមើលទៅលើរូបនេះគឺវាមិនល្អទេដោយសារតែគាត់អោនទៅមកតហឹងអញ្ចឹងដើម្បីយកកៅអៅបន្ទាប់មកយកកៅអៅនឹងយកទៅដាក់ក្នុងម៉ាស៊ីនបោកកៅអៅការអោនអញ្ចឹងមិនល្អទេសម្រាប់ឆ្អឹងខ្នងរបស់គាត់អញ្ចឹងអ្វីដែលត្រូវធ្វើគឺធ្វើរបៀបអញ្ចេះរូបនេះអញ្ចឹងចង់យកកៅអៅបន្ទន់ជង្គង់ដើម្បីយកកៅអៅបន្ទាប់មកយកទៅដាក់ក្នុងម៉ាស៊ីនសកម្មភាពទី4គឺជាការយកអីមួយស្រាលនៅខាងក្នុងប្រអប់មួយអញ្ចឹងពេលយកគេមិនអោនទៅមកតហឹងដូចរូបនឹងទេអ្វីដែលត្រូវធ្វើយើងមើលទៅលើរូបនេះអញ្ចឹងគាត់អោនដែរប៉ុន្តែអោនទាំងជើងគាត់មួយទៀតគឺលើកឡើងលើអញ្ចឹងរបៀបអញ្ចឹងគឺវាល្អសម្រាប់ចង្កេះកាប់ថយបានច្រើនចំពោះការលើករបស់ស្រាលសកម្មភាពទី5ចុងក្រោយគឺជាការយករបស់អីមួយដាក់នៅខាងក្នុងគូតឡានអញ្ចឹងយើងមើលទៅលើរូបនេះទៅគឺវាមិនល្អទេដោយសារគាត់អោនទៅមកតហឹងអញ្ចឹងអ្វីដែលត្រូវធ្វើគឺបន្ទន់ជង្គង់តិចទៅដាក់របស់ទៅបានហើយធ្វើម៉េចឲ្យឆ្អឹងខ្នងហ្នឹងត្រង់ល្អណាដូច្នេះសកម្មភាពទាំង5ហ្នឹងគួរតែប្រយ័ត្នជៀសវាងឲ្យបានបើសិនបើមានបញ្ហាចង្កេះគួរតែជួបគ្រូពេទ្យឯកទេសដើម្បីប្រឹក្សាពិនិត្យឲ្យបានត្រឹមត្រូវ